នៅក្នុងកំឡុងពេលនេះគុជអមតៈធានអ៊ីគឺត្រូវបានបំពេញជាមួយធាតុទាំង5យ៉ាងពេញលេញហើយរូបរាងរបស់វាគឺត្រូវបានផ្លាស់ប្ដូរចំណែកឯទ្វារដែលបានបញ្ចេញដោយគុជអមតៈធានអ៊ីនេះគឺត្រូវបានវ៉ាលីនស្វែងយល់អំពីវាបន្ថែមនៅខាងក្នុងច្រកទ្វារនោះគឺជាអ្វីមួយដែលសំខាន់បំផុតសម្រាប់មនុស្សដែលស្ថិតនៅក្នុងជំហានទី2ហើយវាគឺជាការស្វែងរកតៅឬក៏អ្នកគ្នាអាចហៅបានថាគឺជាផ្លូវចូលទៅកាន់ជំហានទី3ចំណាមិញនៅក្នុងកំឡុងពេលនោះក៏មានវត្តមានជាមួយអ្នកនាំសារមកពីប្រាសាទរន្ទះបានធ្វើដំណើរមកកាន់បឹងរន្ទះនឹងដូចគ្នាគោលដៅរបស់គេចង់ស្រូបយកជាមួយថាមពលរន្ទះធ្វើជាថាមពលដើមរបស់គេចំណាមិញគេក៏បានឃើញជាមួយបំផ្ទុះមួយដែលចេញអំពីអាងរន្ទះមួយនេះតាមរយៈថាមពលមួយនេះគេក៏បានដឹងផងដែរតែវាហាក់ដូចជាមានអ្វីមួយកំពុងតែបំរែបំរួលនៅក្នុងអាងរន្ទះធ្វើដំណើរមកដល់គេក៏បានឃើញជាមួយវត្តមានរបស់អាយ៉ងដែលស្ថិតនៅក្នុងកម្រិតយិញជាមួយសត្វរន្ទះដូចគ្នាក្នុងចិត្តរបស់គេក៏បានដាក់ការសង្ស័យទៅកាន់វ៉ាលីនបន្តិចបន្តួចផងដែរតែអាចទៅរួចទេតែគាត់គឺជាអ្នកនាំសារមកពីប្រាសាទរន្ទះដូចជាគេដែរនៅក្នុងកំឡុងពេលនោះភ្នែករបស់វ៉ាលីនក៏ត្រូវបានបើករួមផ្សំជាមួយចំហាយថាមពលដែលវ៉ាលីនទើបតែមានការយល់ដឹងថ្មីៗអំពីផ្លូវចូលទៅកាន់ជំហានទី3សេងកុងហ័រក៏ទទួលបានជាមួយអារម្មណ៍មួយផងដែរថាមពលមួយនេះពិតជាអស្ចារ្យខ្លាំងមែនទែនអាចបំផ្លាញជាមួយអ្វីៗគ្រប់យ៉ាងបានទាំងអស់ចំណែករាងកាយរបស់គេក៏ត្រូវរបួសបន្តិចបន្តួចសេងកុងហ័រក៏បានគិតផងដែរគ្រាន់តែជាការសម្លឹងមើលតែមួយផ្លែតែប៉ុណ្ណោះបែរជាអាចបំផ្លាញជាមួយព្រលឹងរបស់ខ្ញុំបានបន្តិចបន្តួចមិនតែប៉ុណ្ណោះទេសូម្បីតែបេះដូងតៅរបស់ខ្ញុំក៏មានការរង្គោះរង្គើធ្វើឲ្យកម្រិតវឹកហាត់របស់ខ្ញុំធ្លាក់មកត្រឹមតែកម្រិតការផ្លាស់ប្ដូរយីងតែប៉ុណ្ណោះវ៉ាលីនក៏បានគិតដូចគ្នាគុជអមតៈធានអ៊ីនេះពិតជាផ្ដោតសំណាងទៅកាន់គេពិតមែនដែលអាចឲ្យគេស្វែងយល់អំពីផ្លូវចូលទៅកាន់ជំហានទី3ក៏លេចទៅមើលសេងកុងហួរគេក៏បានពោលឡើងដូចគ្នាគ្រាន់តែជាការសម្លឹងមើលតែប៉ុណ្ណោះស្ទើរតែបំបែកព្រលឹងរបស់ខ្ញុំទៅហើយវាមានន័យថាបុគ្គលម្នាក់នេះមិនមែនជាអ្នកវឹកហាត់ធម្មតានោះទេបើសិនជាខ្ញុំអាចដើរតាមគាត់បានវានឹងក្លាយទៅជាឱកាសដ៏ល្អបំផុតនៅក្នុងពេញមួយជីវិតរបស់ខ្ញុំនេះសេងកុងហួរក៏បានអន់គ្រប់ទៅកាន់វ៉ាលីនគេក៏បានប្រាប់ទៅកាន់វ៉ាលីនថាខ្ញុំមានឈ្មោះថាសេងកុងហួរគឺជាអ្នកនាំសារមកពីវិមានរន្ទះដើមឡើយកម្រិតវឹកហាត់របស់ខ្ញុំគឺស្ថិតក្នុងកម្រិតនៃការផ្លាស់ប្ដូរយ៉ាងខ្ញុំបាទសេងកុងហួរគឺស្នើសុំការបម្រើទៅកាន់រៀមច្បងវ៉ាលីនក៏បានគិតដូចគ្នាថាមនុស្សម្នាក់នេះក៏ត្រូវបានគំរាមកំហែងក៏ដោយសារតែថាមពលសម្ពាធដែលវ៉ាលីនទើបតែទទួលបានជាមួយនឹងការយល់ដឹងអំពីជំហានទី3ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យគាត់ចុះចូលជាមួយនឹងវ៉ាលីនដូចគ្នាកម្រិតវឹកហាត់របស់គាត់ពិតជាខ្ពស់ខ្ញុំខ្លាចថាខ្ញុំមិនអាចប្រើប្រាស់គាត់បាននោះទេនៅថ្ងៃណាមួយបើសិនជាគាត់ស្វែងយល់អំពីការពិតនៅពេលនោះគាត់នឹងបង្កបញ្ហាមកដល់ខ្ញុំវ៉ាលីនក៏បានឆ្លើយតបទៅកាន់សេងកុងហួរវិញផងដែរគឺវាមិនអាចឡើយសេងកុងហួរមិនចប់ត្រឹមនឹងនោះទេក៏បានប្រាប់ទៅកាន់វ៉ាលីនថាបើសិនជារៀមច្បងមិនទុកចិត្តខ្ញុំអាចបកគោជាមួយព្រលឹងតៅរបស់ខ្ញុំទៅកាន់រៀមច្បងបានអនុញ្ញាតឲ្យខ្ញុំដើរតាមរៀមច្បងរយៈពេល1000ឆ្នាំវ៉ាលីនក៏បានគិតផងដែរបើសិនជាមានព្រលឹងតៅរបស់គេនៅក្នុងដៃរបស់វ៉ាលីនទៅហើយយ៉ាងហោចណាស់ក៏មិនខ្លាចគាត់ប្រឆាំងបះបោផងដែរតើឯងមិនស្ដាយក្រោយទេសេងកុងហួរក៏បានតបទៅវិញថាខ្ញុំមិនស្ដាយក្រោយនោះទេរៀមច្បងវ៉ាលីនក៏បានសួរដូចគ្នាតែហេតុអ្វីបានជាឯងធ្វើដំណើរមកកាន់ទីនេះសេងកុងហួរក៏បានតបថាអាណាចក្រអមតៈកូលាត់គឺចិត្តនឹងបើកទៅហើយខ្ញុំមានបំណងចង់វឹកហាត់នៅទីកន្លែងនេះស្រូបយកថាមពលដើមវ៉ាលីនក៏បានសួររយៈពេលដែលអាណាចក្រអមតៈកូលាត់រៀបនឹងបើកសេងកុងហួរក៏បានប្រាប់ថារយៈពេល30ឆ្នាំទៀតតែប៉ុណ្ណោះដើម្បីអាចចូលទៅកាន់អាណាចក្រអមតៈកូលាត់បានគឺត្រូវប្រើប្រាស់ជាមួយឆ្នាំងរន្ទះវ៉ាលីនក៏បាននឹកឃើញនៅពេលដែលគេបានចូលទៅកាន់អាណាចក្រអមតៈទឹកភ្លៀងផងដែរគឺគេទទួលបានជាមួយអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនទោះបីជាត្រូវលះបង់អ្វីក៏ដោយខ្ញុំត្រូវតែចូលទៅកាន់អាណាចក្រអមតៈកូលាន់ឲ្យបានតើកម្រិតវឹកហាត់ប៉ុណ្ណាទៅទើបអនុញ្ញាតឲ្យចូលទៅកាន់អាណាចក្រអមតៈកូលាន់សេងកុងហួរក៏បានតបទៅវិញថាគឺស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយសូម្បីតែជំហានទី2ក៏ឲ្យចូលផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺត្រូវតែកំណត់ដាច់ខាតតែម្ដងគឺស្ថិតនៅក្នុងជំហានទី2ដំណាក់កាលដំបូងបើសិនជាមានមនុស្សលើសកម្រិតពេលនេះទៅទៀតនៅពេលនោះអាណាចក្រអមតៈនឹងត្រូវដួលរលំបើសិនជាបែបនេះទៅហើយវ៉ាលីនក៏មិនចាំយូរផងដែរបន្តវឹកហាត់បន្ថែមទៀតមួយជំហានរបស់គេពោពេញទៅដោយថាមពលរន្ទះសេងកុងហួរក៏ព្យាបាលផងដែរ80ជំហាន90ជំហាន100ជំហានគេក៏បានគិតដូចគ្នាសូម្បីតែខ្លួនរបស់គេក៏មិនអាចដើរបានប្រមាណជំហានផងប៉ុន្តែលោកម្ចាស់របស់គេពិតជាបើបានដល់ចំណុចមួយនេះវាពិតជាត្រឹមត្រូវដោយការគិតរបស់ខ្ញុំពិតមែនតាមពិតទៅលោកម្ចាស់របស់ខ្ញុំគឺបានលាក់កម្រិតរបស់គាត់នៅថ្ងៃនេះសេងកុងហួរខ្ញុំនេះគឺបានជ្រើសរើសនៅជម្រើសដ៏ត្រឹមត្រូវមួយគេក៏បានធ្វើដំណើរចូលទៅកាន់បឹងរន្ទះផងដែរនៅក្នុងការវឹកហាត់ទៅស្រូបយកជាមួយថាមពលដើមក្នុងនាមគេជាអ្នកក្រមបង្គាប់របស់វ៉ាលីនទៅហើយគេក៏មិនអោយវ៉ាលីនអាម៉ាស់មុខផងដែរគេត្រូវតែវឹកហាត់ព្យាយាមបន្ថែមទៀតសេងកុងហួរក៏បានគិតដូចគ្នាបើសិនជាកម្រិតវឹកហាត់របស់គេមិនធ្លាក់នោះទេនៅពេលនោះគេប្រកបជាអាចដើរបានចូលទៅកាន់បឹងរន្ទះមួយនេះចំនួន50ជំហានក៏លេចទៅមើលវ៉ាលីនការស្រូបយកថាមពលរន្ទះរបស់គេវាពិតជាលឿនខ្លាំងមែនទែនសូម្បីតែសេងកុងហួរក៏ភ្ញាក់ផ្អើលនៅក្នុងកំឡុងពេលនោះវ៉ាលីនក៏បានគិតផងដែរការពេលមុនគឺគេបានប្រយុទ្ធជាមួយនឹងលៃតៅជឺនៅពេលនោះគឺគេបានប្រើប្រាស់ជាមួយស្នៀតចាន់ល័ច្រើនពេកទើបធ្វើឲ្យថាមពលដើមនៅក្នុងខ្លួនរបស់គេគឺត្រូវអស់រលីងតែម្ដងយ៉ាងណាមិញនេះគឺជាឱកាសសម្រាប់វ៉ាលីនហើយថាមពលរន្ទះវាពិតជាបរិសុទ្ធបើសិនជាស្រូបយកកាន់តែច្រើនថាមពលដើមនៅក្នុងខ្លួនរបស់វ៉ាលីនក៏កាន់តែច្រើនក៏លេចទៅមើលសេងកុងហួរក៏បានគិតដូចគ្នាលោកម្ចាស់របស់គេក៏បានធ្វើដំណើរចំនួន100ជំហានចូលទៅកាន់បឹងរន្ទះនេះតាមរយៈថាមពលរន្ទះមួយនេះបើសិនជាខ្លួនរបស់គេប្រកបជាត្រូវបានបំផ្លាញចោលភ្លាមតែម្ដងគេក៏បានគិតដូចគ្នាថាកម្រិតវឹកហាត់របស់វ៉ាលីនគឺមិនអាចយល់ដឹងបាននោះទេរយៈពេល2ឆ្នាំគឺត្រូវបានកន្លងផុត
ផុតទៅហើយការស្រូបយកថាមពលរន្ទះរបស់វ៉ាលីននៅពេលនេះកាន់តែពិបាកទៅក៏ដោយសារតែគេស្រូបយកច្រើនខ្លាំងពេកថាមពលរន្ទះដែលវ៉ាលីនស្រូបយកនៅពេលនេះវាស្ទើរតែអត់ទៅហើយមានតែទីតាំងនៅចំណុចកណ្ដាលតែប៉ុណ្ណោះទើបអាចបំពេញវាបានទីតាំងចំណុចកណ្ដាលនៃបឹងរន្ទះនេះគឺជាទីតាំងដែលមានជាមួយថាមពលរន្ទះដ៏បរិសុទ្ធមានតែចូលទៅកាន់ទីតាំងផ្នែកកណ្ដាលតែប៉ុណ្ណោះទើបអាចស្ដារជាមួយថាមពលដើររបស់ខ្ញុំត្រឡប់មកវិញបានសេនកុងហូក៏បានគិតដូចគ្នាគេក៏ចង់ដឹងថាតើលោកម្ចាស់របស់គេគឺមានសមត្ថភាពប៉ុណ្ណាទៅវ៉ាលីនក៏បានបោះជំហានទៅមុខម្ដងមួយជំហានថាមពលរន្ទះច្រើនក៏បានបាញ់មកលើរាងកាយរបស់គេទោះបីជាយ៉ាងណាក៏ដោយព្រលឹងដើរកំណើតជាមួយនៅរាងកាយរបស់វ៉ាលីននៅពេលនេះគឺជាថាមពលរន្ទះសុទ្ធតែម្ដងការវាយប្រហារប៉ុណ្ណឹងគឺមិនអាចធ្វើអីទៅកាន់វ៉ាលីនបានឡើយទោះបីជាយ៉ាងណាក៏ដោយការធ្វើដំណើរទៅមុខម្ដងមួយជំហានរបស់វ៉ាលីននេះវាពិតជាពិបាកខ្លាំងមែនទែនថាមពលរន្ទះនៅទីនេះវាពិតជាខ្លាំងពេកហើយសេនកុងហូក៏រៀងខកចិត្តបន្តិចផងដែរក៏ដោយសារតែវ៉ាលីនក៏បានធ្វើដំណើរបន្តទៅមុខទៀតបានតែ10ជំហានតែប៉ុណ្ណោះគេក៏បានគិតដូចគ្នាចំពោះថាមពលដែលវ៉ាលីនបានបញ្ចេញកាលពីពេលមុននោះទៅណាបាត់ហើយបើសិនជារឿងនោះគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះនៅពេលនេះជីវិតរបស់ខ្ញុំវាហាក់ដូចជារឿងកំប្លែងមួយអញ្ចឹងវ៉ាលីនក៏បានគិតផងដែរទោះបីជាយ៉ាងណាក៏ដោយគេមិនអាចបន្តចូលទៅមុខបានទៀតនោះទេប៉ុន្តែទោះបីជាយ៉ាងណាត្រូវតែមានវិធីមួយដើម្បីចូលការប្រើប្រាស់អំណាចថាមពលវាហាក់ដូចជាមិនមែនជាកលឹះសម្រាប់ធ្វើដំណើរចូលទៅកាន់ចំណុចកណ្ដាលនោះទេនៅក្នុងកំឡុងពេលនោះវ៉ាលីនក៏បានគិតទៅដល់នៅអ្វីដែលគេបានយល់ដឹងនៅក្នុងច្រកទ្វារមួយនោះផងដែរអ្វីដែលវ៉ាលីនបានស្វែងយល់នោះគឺជាការស្វែងរកនីតៅយ៉ាងណាមិញវ៉ាលីនក៏បានគិតផងដែរមិនមែនប្រើប្រាស់ថាមពលអំណាចផ្ទាល់ខ្លួនទេគឺប្រើប្រាស់ជាមួយនឹងតៅនៅពេលនេះវ៉ាលីនក៏បានប្រើប្រាស់ជំនួយតៅរបស់គេបញ្ចេញមកហើយនៅពេលនេះរាងកាយរបស់វ៉ាលីនទាំងមូលវាហាក់ដូចជាមិនទទួលរងផលប៉ះពាល់ចេញពីថាមពលរន្ទះនៅក្នុងបឹងបន្តទៀតឡើយនៅក្នុងកំឡុងពេលនោះវ៉ាលីនក៏បានបោះទៅមុខម្ដងមួយជំហានចំណែកឯសេនកុងហូក៏បានពិនិត្យមើលជំហានរបស់វ៉ាលីនមិនមែនជាការដើរបន្តទៀតទេគឺជាការ teleport សត្វចម្លែកស្នៃប្រាក់ក៏បានចាប់អារម្មណ៍សេនកុងហូពិតជាសប្បាយចិត្តខ្លាំងមែនទែនម្ចាស់របស់គេនៅពេលនេះមិនមែនជាមនុស្សធម្មតាបន្តទៀតនោះទេវាប្រៀបដូចជារន្ទះឋានសួគ៌អញ្ចឹងសេនកុងហូក៏បានសម្លឹងទៅមើលរាងកាយរបស់វ៉ាលីនផងដែរគេក៏បានដឹងបន្ថែមទៀតថារាងកាយរបស់វ៉ាលីននៅពេលនេះវាប្រៀបដូចជាប្រភពដើមនៃថាមពលរន្ទះអញ្ចឹងវ៉ាលីនក៏បានធ្វើដំណើរមកដល់ចំណុចកណ្ដាលនៃបឹងរន្ទះមួយហ្នឹងហើយមិនចាំយូរបន្តទៀតទេក៏បានប្រើប្រាស់ថាមពលស្រូបយកនៅក្នុងកំឡុងពេលនោះសេនកុងហូក៏បានចាប់អារម្មណ៍ផងដែរវាហាក់ដូចជាមាននរណាម្នាក់កំពុងតែធ្វើដំណើរមកកាន់ទីនេះហើយចំពោះមនុស្សដែលបានធ្វើដំណើរមកកាន់ទីនេះគឺមានឈ្មោះថាច័ន្ទកុងលីចំណែកឯវ៉ាលីនក៏បានចាប់អារម្មណ៍ដូចគ្នាចំណែកសាររន្ទះរបស់សេនកុងហូក៏បានក្រហមទៅកាន់គេច័ន្ទកុងលីក៏បាននិយាយថាខានជួបគ្នាយូរហើយសិស្សប្អូនចំពោះកម្រិតវឹកហាត់របស់ច័ន្ទកុងលីគឺស្ថិតនៅក្នុងកម្រិតការផ្លាស់ប្ដូរយ៉ាងគេក៏បានចាប់អារម្មណ៍ជាមួយវត្តមានរបស់វ៉ាលីនចំណាំមិញច័ន្ទកុងលីក៏បាននិយាយទៅកាន់សេនកុងហូថាកម្រិតវឹកហាត់របស់ឯងគឺធ្លាក់ច្រើនហើយបើកម្រិតរបស់យើងធ្លាក់ចុះតើមានអ្វីពាក់ព័ន្ធជាមួយនឹងឯងច័ន្ទកុងលីក៏បាននិយាយសម្ដៅទៅកាន់វ៉ាលីនដូចគ្នាមនុស្សម្នាក់ត្រឹមតែកម្រិតទី7តែប៉ុណ្ណោះបែរជាអាចចូលទៅកាន់ចំណុចកណ្ដាលនៃបឹងរន្ទះបានមើលទៅគួរតែមានជាមួយទ្រព្យកំណប់មួយចំនួនហើយអ្វីបានជាឯងមកធ្វើដំណើរចាស់ចេញមកក្រៅមកជឿក៏ចង់ឃើញអំពីទ្រព្យកំណប់ដែលឯងបានប្រើប្រាស់នៅក្នុងការធ្វើដំណើរចូលទៅកាន់ផ្នែកខាងក្នុងនៃអារន្ទះនេះស៊ីលីងកូក៏ភ័យស្លន់ស្លោបន្តិចផងតែក៏ដោយសារតែកម្រិតវឹកហាត់របស់បុគ្គលម្នាក់នេះមិនមែនធម្មតានោះទេវ៉ាលីនក៏បានគិតផងដែរសូម្បីតែមនុស្សស្ថិតនៅក្នុងការផ្លាស់ប្ដូរយ៉ាងក៏បានចូលច្រឡំថាខ្ញុំប្រើប្រាស់ជាមួយទ្រព្យកំណប់ផងដែរទោះបីជាយ៉ាងណាក៏ដោយសេនកុងហូក៏នៅទីនេះខ្ញុំជឿជាក់ថាគាត់ប្រកាសជាធ្វើសកម្មភាពមួយចំនួនចំណែកឯសេនកុងហូក៏បានគិតដូចគ្នានៅពេលនេះលោកម្ចាស់របស់ខ្ញុំក៏នៅក្បែរនេះខ្ញុំមានអ្វីដែលគួរខ្លាចបន្តទៀតសេនកុងហូក៏បាននិយាយផងដែររយៈពេល3ដង្ហើមបើសិនជាឯងមិនចាក់ចេញទេកុំបន្ទោសយើងថាគ្មានធម៌មេត្តាច័ន្ទកុងលីក៏បានគិតផងដែរដើម្បីតែក្មេងម្នាក់ដែលស្ថិតនៅក្នុងកម្រិតទី7តែប៉ុណ្ណោះសិនកុងហូក៏បានបញ្ចេញជាមួយថាមពលចង់ប្រយុទ្ធប្រឆាំងជាមួយនឹងខ្ញុំយើងក៏ចង់ដឹងផងដែរតែឯងនៅពេលនេះកំពុងតែប្រើប្រាស់ល្បិចអ្វីចំណែកសិនកុងហូក៏បានសម្លឹងទៅកាន់មុខច័ន្ទកុងលីក៏បានចាប់ទាញជាមួយដាវរន្ទះរបស់គេបើការវាយប្រហារទៅកាន់សិនកុងហូតែម្ដងទោះបីជាយ៉ាងណាក៏ដោយឯងចង់ប្រយុទ្ធប្រឆាំងជាមួយនឹងយើងដើម្បីក្មេងម្នាក់ស្ថិតនៅក្នុងកម្រិតទី7តែប៉ុណ្ណោះមិនអីនោះទេយើងនឹងអមដំណើររបស់ឯងរហូតដល់ស្លាប់ស៊ីលីងកូក៏បានពោលថាសិនកុងហូនៅពេលនេះក៏បានធ្លាក់ចុះនៅកម្រិតវឹកហាត់របស់គេទៅហើយតែគេអាចទប់ទល់ជាមួយច័ន្ទកុងលីបានដែរឬទេវ៉ាលីនបានគិតថានៅក្នុងចម្បាំងមួយនេះបើសិនជាសិនកុងហូចាញ់នៅពេលនោះរាងកាយរបស់គេនឹងធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ច័ន្ទកុងលីប៉ុន្តែបើសិនជាខ្ញុំដកថយនៅលើនេះប្រកាសជាសិនកុងហូមានការសង្ស័យមកលើខ្ញុំមិនខាននោះទេនៅក្នុងកំឡុងពេលនោះផ្លែដើររបស់ច័ន្ទកុងលីក៏បានពុះសម្ដៅទៅកាន់រាងកាយរបស់សិនកុងហូក៏បានអំពើថយក្រោយបន្តិចវ៉ាលីនក៏បានប្រាប់ទៅកាន់សិនកុងហូថាខ្ញុំមិនជួយឯងនៅក្នុងការប្រយុទ្ធមួយនេះនោះទេចាត់ទុកថាជាការសាកល្បងសម្រាប់ឯងទៅចុះបើសិនជាឯងចាញ់ខ្ញុំនឹងបកគោលព្រលឹងទៅកាន់ឯងវិញសិនកុងហូក៏បានប្រាប់ទៅវិញថាមិនចាំបាច់បារម្ភនោះទេលោកម្ចាស់ខ្ញុំមិនដែលបរាជ័យនៅក្នុងកិច្ចការរបស់ខ្ញុំសូម្បីតែម្ដងច័ន្ទកុងលីក៏បានសើចចំអកទៅកាន់សិនកុងហូបន្តិចផងដែរដើម្បីតែមនុស្សស្ថិតនៅក្នុងកម្រិតទី7តែប៉ុណ្ណោះឯងបែរជាបកគោលព្រលឹងទៅកាន់គេទង្វើដែលឯងបានធ្វើនេះវាពិតជាឆោតល្ងងពេកហើយសិនកុងហូនៅក្នុងកំឡុងពេលនោះរាងកាយរបស់សិនកុងហូក៏បានទៅរបួសបន្តិចបន្តួចផងដែរមិនចាំយូរបន្តទៀតនោះទេសិនកុងហូក៏បានប្រើប្រាស់ជាមួយបច្ចេកទេសផ្នែកបន្ទោដ៏អស្ចារ្យថាមពលដើមក៏ត្រូវបានបញ្ចេញមកនៅពេលនេះសិនកុងហូក៏បានប្រើប្រាស់ជាមួយថាមពលដើមទាំងអស់នោះបង្កើតបានទៅជាបច្ចេកទេសមួយថាមពលរន្ទះជាច្រើនក៏បានធ្លាក់សំដៅមកកាន់រាងកាយរបស់សិនកុងហូផងដែរចំណែកច័ន្ទកុងលីក៏បានចាប់អារម្មណ៍វ៉ាលីនបានដឹងបន្ថែមទៀតថាបច្ចេកទេសដែលសិនកុងហូកំពុងតែប្រើនេះវា
ពិតជាបច្ចេកទេសដ៏អស្ចារ្យពិតមែនស្រូបយកថាមពលឋានសួគ៌នៅផែនដីបំប្លែងទៅជាថាមពលដើមវាមិនខុសអំពីបច្ចេកទេសមួយនោះទេទោះបីជាចំណាក៏ដោយការប្រើប្រាស់ជាមួយបច្ចេកទេសមួយនេះក៏មានជាមួយនឹងផលពិបាករបស់វាផងដែរចំណាមិញនៅពេលនេះសិនកងហួរក៏បានបញ្ចេញជាមួយថាមពលចាប់ទាញជាមួយលើពេលរន្ទះរបស់គេមកសិនកងហួរក៏បានប្រាប់ទៅកាន់ច័ន្ទកងលីផងដែរទទួលយកសេចក្តីស្លាប់របស់ឯងទៅច័ន្ទកងលីក៏បានប្រើប្រាស់ជាមួយថាមពលទប់ទល់ប៉ុន្តែវាហាក់ដូចជាពិបាកខ្លាំងមែនទែនគេក៏បានបំផាំងជាមួយលើពេលរន្ទះថយក្រោយដោយសារតែឯងចង់ប្រយុទ្ធស្លាប់រួចទៅហើយច័ន្ទកងលីយើងនេះក៏មិនបន្ធូរដៃឲ្យឯងដែរស្នៀតថាមពលដើមរបស់ច័ន្ទកងលីក៏ត្រូវបានបង្ហាញមកដាវរាប់ពាន់ដើមក៏បានប្រមូលផ្ដុំគ្នាបង្កើតបានជាដាវរន្ទះដ៏ធំមួយបើការវិភាគទៅកាន់សិនកងហួរនៅក្នុងកំឡុងពេលនោះសិនកងហួរក៏បានប្រមូលផ្ដុំជាមួយថាមពលដាវរបស់គេបង្កើតបានជាលំពេលរន្ទះដ៏ធំមួយស្ទុះសម្ដៅទៅកាន់ដាវដ៏ធំដូចគ្នាថាមពលដើមក៏ត្រូវបានចាក់បញ្ចូលទៅកាន់ស្នៀតរៀងៗខ្លួននៅពេលនោះពួកគេទាំងពីរក៏បានប្រើប្រាស់ជាមួយថាមពលមកអស់តែម្ដងបំទុះមួយក៏បានលេចឡើងទោះបីជាចំណាក៏ដោយរាងកាយរបស់សិនកងហួរនៅពេលនេះក៏របួសធ្ងន់ធ្ងរខ្លាំងមែនទែនក៏ដោយសារតែកម្រិតវឹកហាត់របស់គេវាហាក់ដូចជាធ្លាក់ចុះសំឡេងរបស់វ៉ាលីនក៏ត្រូវបានបន្លឺឡើងសិនកងហួរអំណាចថាមពលរន្ទះរបស់ឯងគ្រាន់តែជាអំណាចថាមពលរន្ទះធម្មតាតែប៉ុណ្ណោះថាមពលដែលឯងបានបញ្ចេញមកនេះវាហាក់ដូចជាមិនមានបេះដូងនៃថាមពលរន្ទះនោះទេតើឯងអាចគ្រប់គ្រងជាមួយថាមពលរន្ទះដ៏ពិតប្រាកដបានដែរឬទេចំណែកសិនកងហួរក៏បានប្រាប់ទៅកាន់វ៉ាលីនផងដែរឲ្យជួយណែនាំផងនេះគឺជាចំណុចខ្វះខាតរបស់អ្នកក្រមកម្មចំណាមិញច័ន្ទកងលីក៏បានសើចចំអកទៅកាន់គេផងដែរតែជឿទៅកាន់ពាក្យសម្ដីរបស់ក្មេងស្ថិតនៅក្នុងកម្រិតទី7ខ្ញុំក៏ចង់ដឹងផងដែរច័ន្ទកងលីខ្ញុំនេះនៅឈរមើលទីកន្លែងនេះតើឯងអាចធ្វើអ្វីបាននៅក្នុងកំឡុងពេលនោះវ៉ាលីនក៏បានបញ្ចេញសកម្មភាពផងដែរនៅលើដៃរបស់គេគឺមានជាមួយថាមពលរន្ទះដ៏តូចមួយប៉ុន្តែថាមពលរន្ទះនេះវាដូចជាមិនមែនសាមញ្ញនោះទេនៅពេលនោះវ៉ាលីនក៏បានបញ្ចូលជាមួយថាមពលរន្ទះមួយនោះទៅកាន់រូបរាងកាយរបស់សិនកងហួរថាមពលតៅរបស់វ៉ាលីនពោពេញទៅដោយថាមពលរន្ទះក៏បានចាក់បំពេញទៅកាន់ព្រលឹងរបស់សិនកងហួរព្រលឹងរបស់គេនៅពេលនេះក៏ពោពេញទៅដោយថាមពលរន្ទះទៅហើយវាប្រៀបដូចជាព្រលឹងរន្ទះមួយអញ្ចឹងនៅពេលនោះវ៉ាលីនក៏បានសួរទៅកាន់គេផងដែរតើនៅពេលនេះឯងយល់ហើយឬនៅវ៉ាលីនក៏បានដឹងហើយថាការវឹកហាត់របស់សិនកងហួរនៅពេលនេះគឺវាជាប់គាំងប៉ុន្តែទោះបីជាចំណាក៏ដោយមានតែបំបីការជាប់គាំងដោយខ្លួនឯងតែប៉ុណ្ណោះនៅពេលនោះទើបមានការយល់ដឹងថ្មីដែលកើតឡើងធ្វើឲ្យកម្លាំងថាមពលគឺវាកើនឡើងស្ទុះម្ដងចំណុចមួយដ៏អស្ចារ្យចាន់កងលីក៏ព្យាបាលផងតែមិននឹកស្មាននោះទេថាបេះដូងតៅរបស់សិនកងហួរនៅពេលនេះគឺមានការកើនឡើងជាខ្លាំងសម្លឹងទៅមើលវ៉ាលីនគេក៏បានគិតផងដែរមើលទៅបុគ្គលម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេសិនកងហួរក៏បានប្រាប់ផងដែរក្រោមការណែនាំរបស់លោកម្ចាស់នៅពេលនេះគឺខ្ញុំបានយល់ហើយច័ន្ទកងលីចូលមកម្ដងទៀតមកច័ន្ទកងលីនៅពេលនេះគឺមិនហ៊ានផ្ដេសផ្ដាស់នោះទេក៏បានអន់គ្រប់ទៅកាន់វ៉ាងលីនខ្ញុំច័ន្ទកងលីថ្ងៃនេះក៏បានធ្វើឲ្យរៀមច្បងគឺមានការអន់ចិត្តទៅរំខានការវឹកហាត់របស់រៀមច្បងសូមអធិស្ឋានផងចំណាមិញគេក៏បានអបអរសាទរទៅកាន់សិនកងហួរផងដែរតែទទួលបានជាមួយម្ចាស់ដ៏ល្អបែបនេះមើលទៅឯនេះប្រហែលដូចជាទទួលបានជាមួយសំណាងដ៏អស្ចារ្យមួយហើយច័ន្ទកងលីក៏បានប្រាប់ទៅកាន់សិនកងហួរផងដែរតែនៅពេលនេះវាមានរន្ទះគឺបានកោះហៅគេក៏បានធ្វើដំណើរចាក់ចេញទៅភ្លាមវ៉ាលីនក៏បានសួរអំពីអ្វីដែលច័ន្ទកងលីបាននិយាយផងដែរសិនកងហួរក៏បានប្រាប់ទៅកាន់វ៉ាលីនបន្ថែមពីថានេះគឺជាការកោះហៅមកពីវិមានរន្ទះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើការប្រកួតប្រជែងគ្នាដើម្បីតែដណ្ដើមទៅកាន់មុខតំណែងមួយតាមកម្លាំងរបស់ច័ន្ទកងលីនៅពេលនេះបើសិនជាមិនមានបញ្ហាអ្វីមួយនោះទេតាមកម្លាំងរបស់គេគួរតែទទួលបានជាមួយតំណែងមួយហើយនេះគឺជាការកោះហៅមុនពេលដែលទឹកដីអមតៈកូឡុនក៏ត្រូវបានបើកវ៉ាលីនក៏បានគិតដូចគ្នាប្រហែលដូចជាមិនចាំបាច់នោះទេបើសិនជាសិនកងហួរនៅទីនេះវ៉ាលីនក៏បានប្រាប់ទៅកាន់គេថាវ៉ាលីននឹងបិទទ្វារវឹកហាត់មួយរយៈពេលសិនវ៉ាលីនក៏ឲ្យគេធ្វើដំណើរចាក់ចេញទៅចំណាមិញសិនកងហួរក៏បានប្រកួតជាមួយបន្ទះថ្មមួយផងដែរបើសិនជាលោកម្ចាស់ត្រូវការបំបែកជាមួយបន្ទះថ្មមួយនេះទៅខ្ញុំនឹងមកដល់ភ្លាមចំពោះបន្ទះថ្មមួយទៀតគឺជាផែនទីលម្អិតនៃតំបន់ផ្កាយភាគខាងត្បូងនៃទ្វីបល័ធានវ៉ាលីនក៏បានប្រាប់ទៅកាន់សិនកងហួរធ្វើដំណើរចាក់ចេញទៅអ្វីដែលសំខាន់សម្រាប់វ៉ាលីននៅពេលនេះគឺជាការវឹកហាត់របស់គេរយៈពេល8ឆ្នាំគឺត្រូវបានកន្លងផុតទៅហើយនៅពេលនេះវ៉ាលីននៅតែបន្តវឹកហាត់និងស្រូបយកជាមួយថាមពលរន្ទះបន្ថែមទៀតវ៉ាលីនក៏បានយល់ដឹងផងដែររយៈពេល10ឆ្នាំនៃការស្រូបយកជាមួយថាមពលរន្ទះនៅពេលនេះព្រលឹងដើរកំណើតរបស់គេខ្លាយទៅជាព្រលឹងដ៏ល្អឥតខ្ចោះជាពិសេសគឺជាការស្រូបយកថាមពលដើមនៅពេលនេះគ្មានកន្លែងសម្រាប់ស្រូបយកជាមួយថាមពលដើមបន្តទៀតនោះទេវ៉ាលីនក៏បានដកយកជាមួយនឹងគុជអមតៈធាតុអ៊ីចេញមកផ្នែកក្រៅផងដែរក៏បានដឹងបន្ថែមទៀតថានៅពេលនេះគុជអមតៈធាតុអ៊ីក៏ត្រូវបានបែងចែកចេញជាពីរគឺធាតុជីងជាមួយធាតុចាងតើនេះវាមានន័យយ៉ាងណាតើឯងត្រូវការអ្វីបន្ទាប់ទៀតប៉ុន្តែចាត់ទុកបានថាជាសំណាងក៏ថាបានដែរដោយសារតែព្រលឹងដែលស្ថិតនៅក្នុងគុជអមតៈធាតុអ៊ីទាំងអស់គឺមិនទទួលរងគ្រោះថ្នាក់នោះទេមិនតែប៉ុណ្ណោះទេវាហាក់ដូចជាព្រលឹងទាំងអស់នេះមានស្ថិរភាពជាងមុនទៅទៀតវ៉ាលីនក៏បានគិតផងដែរសល់តែ20ឆ្នាំទៀតតែប៉ុណ្ណោះអាណាចក្រអមតៈកូឡុនក៏ត្រូវបានបើកហើយអ្វីដែលសំខាន់នៅពេលនេះវ៉ាលីនគឺចង់ទម្លុះកម្រិតវឹកហាត់របស់ខ្លួនឯងវ៉ាលីនក៏បានស្វែងរកជាមួយទីតាំងមួយចំនួនដែលស័ក្តិសមនៅក្នុងការបិទទ្វារវឹកហាត់ផងដែរដោយពេលនេះគឺជាពេលវេលាដើម្បីស្វែងរកជាមួយទីតាំងដ៏ល្អមួយសម្រាប់ទម្លុះកម្រិតរបស់ខ្លួនឯង